the hammer, so 40 just went by. It looked like he checked it twice. Hey. Lieutenant Hudson, you monitoring this area? Here it comes up. Go for us. Lúc đó Nai Tramត្រូវបានខ្មាន់កំភ្លើងធ្វើឃាតចំនួន3ដងតែមិនស្លាប់បរិបចាប់តាំងពីដើមឆ្នាំ2024មកលោកត្រាំជាប្រធានាធិបតីទី45និង47របស់សហរដ្ឋអាមេរិកលោកគឺជាប្រធានាធិបតីទី2នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលបានកាន់តំណែងពីអាណត្តិដាច់ដោយឡែកពីគ្នាបន្ទាប់ពីលោក Grover Cleveland លោកត្រូវបានខ្មាន់កំភ្លើងប៉ុនប៉ងសម្លាប់ចំនួន3លើកទី1នៅថ្ងៃទី13ខែកក្កដាឆ្នាំ2024នៅទីក្រុង Butler រដ្ឋ Pennsylvania លោកត្រាំត្រូវបានខ្មាន់កំភ្លើងបាញ់ត្រូវស្លឹកកញ្ជីខាងស្ដាំខណៈពេលកំពុងថ្លែងសន្ទរកថានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតហើយខ្មាន់កំភ្លើងត្រូវបានអ្នកងារសម្ងាត់បាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងលើកទី2ថ្ងៃទី15ខែកញ្ញាឆ្នាំ2024ដដែលនៅទីក្រុង West Palm Beach រដ្ឋ Florida ខ្មាន់កំភ្លើងបានប៉ុនប៉ងសម្លាប់ខណៈពេលដែលលោកត្រាំកំពុងលេងកូនគោលខ្មាន់កំភ្លើងត្រូវបានអ្នកងារសម្ងាត់បានរកឃើញនិងរារាំងតាន់ពេលវេលាហើយខ្មាន់កំភ្លើងត្រូវបានចាប់ខ្លួនលើកទី3នៅថ្ងៃទី25ខែមេសាឆ្នាំ2026ថ្មីនេះគឺលោកដូណាល់ត្រាំត្រូវបានជន់សង្ស័យម្នាក់ប្រដាប់ដោយកំភ្លើងវែងនិងកាំបិតបានព្យាយាមចូលទៅក្នុងកម្មវិធីជប់លៀងអ្នកឆ្លងព័ត៌មានសិទ្ធិវិមានដើម្បីប៉ងសម្លាប់លោកត្រាំតែត្រូវបរាជ័យដោយអាជ្ញាធរបានធ្វើការឃាត់ខ្លួនបរិសុទ្ធម្នាក់នោះដែលជាជនសង្ស័យដែលមានបំណងបង្កគ្រោះថ្នាក់ដល់លោកដូណាល់ត្រាំ